នៅព្រឹកថ្ងៃទី2ដែលខ្ញុំមកជួយកម្លាំងនៃ Eat More រៀបចំទឹកសុទ្ធផងរៀបចំមីផងសុកក៏ស្រាប់តែលោតសារថា RUPP នៅបង្ការលទ្ធផលថ្ងៃហ្នឹងទៅមួយថ្ងៃហ្នឹងឆ្លេតឆ្លែអារម្មណ៍អត់មូលរៀនអត់ចូលធ្វើអីក៏អត់កោតហ្មងអ្នកគ្នាសំខាន់ណាស់ថ្ងៃនោះខ្ញុំត្រូវ volunteer នៅស្តង់សភៅទៀតអូខេឥឡូវយើងនិយាយពីដំណើរដើមតងសិនថ្ងៃនោះខ្ញុំភ្ញាក់ឡើងម៉ោង8ហើយរៀបចំមួយទឹកស្លៀកកៅអៅអីមកដល់នេះម៉ោង10ថ្ងៃសៅរ៍ទៅអ្នកគ្នាចង់ជួយអីអាចចតនៅមុខ Eat More នឹងបានគាត់អត់យកលុយទេនិយាយមែនខ្ញុំពិតជាសរសើរប្រជាជនកម្ពុជាទាំងអស់គ្នាខ្លាំងមែនតើដែលរួបរวมសាមគ្គីគ្នាមិនថាក្មេងចាស់ប្រុសស្រីមកពីណាគឺគាត់ជួយគ្នាទាំងអស់ដោយពាក្យស្លោកមួយពោលសាមគ្គីរស់បែកបាក់សាមគ្គីស្លាប់បីតបងស្រីនេះក៏គាត់ហ៊ានលើកបើអង្គឲ្យបងប្រុសនេះចេញមកគឺ professional ហ្មងសុំតសាខ្ញុំជួយនៅ Eat More នឹងប្រហែល3ម៉ោងជាងហើយក៏បានយកអីញ៉ាំអីហើយមានជាការបើកម៉ូតូយ៉ាងលឿនដើម្បីទៅ RUPP នៅគ្នាហើយពេលជិះតាមផ្លូវនឹងគិតខ្លួនឯងថាចូលបើសិនជាធ្លាក់ទៅនិយាយទៅលទ្ធផលមួយនេះគឺកំណត់ជោគវិសារបស់យើងមកនៅគ្នាជាងបាក់ដុតទៀតខ្ញុំ20គេក៏20នៅពេលម្ដងហ្នឹងគឺមនុស្សកក់កុញមែនតើនៅគ្នាហើយជំនាញដែលខ្ញុំប្រឡងចូលហ្នឹងគឺ IT ចឹងវាមិនចម្លែកទេដែលមនុស្សប្រុសរោមកន្លែង IT ហ្នឹងនៅគ្នាវារៀងសងតិចខ្ញុំបានមើលឈ្មោះហើយនៅគ្នា Oh my god ចង់ថាមើលតាំងពីលើរហូតហូរញើសហូរអីផងហើយឥឡូវខ្ញុំជាប់ហើយនៅគ្នាពេលដែលខ្ញុំនិយាយថាវារៀងសងតិចហ្នឹងមានន័យថាខ្ញុំមិនបានប្រាប់អ្នកនរគ្នាដែលនៅលើបណ្ដាញសង្គមហ្នឹងថាខ្ញុំបានប្រឡង IT មួយមុខទៀតទេតតែចេញលទ្ធផលមកបានខ្ញុំបកកាយអ្នកគ្នាបងដែលរៀន IT នៅ RUPP វាព្រឹកសូមរាប់អានផងឈប់សិនអ្នកគ្នាក៏ជាគិតថាចូលលទ្ធផល FL ក៏ចេញដែរណាស់អញ្ចឹងអ្នកគ្នាចាំមើលចុងវីដេអូទាំងអស់គ្នាចេញពីនោះខ្ញុំក៏បានមកពីប៉ុស្តិ៍សភៅលើកទី12ទៅ2024ក៏ខ្ញុំមក2025ក៏ខ្ញុំមកលើកនេះរៀងប្លែកបន្តិចគឺមកជ្រៀងអ្នកគ្នាឃើញខ្ញុំពាក់អាវខ្មៅចឹងដោយសារខ្ញុំយកអាវមកដូរដើម្បីឡើងជ្រៀងទៅយើងថតមកស្អាតចឹងវីដេអូខ្ញុំជ្រៀងមើលតែប៉ុណ្្នឹងបានហើយអរគុណទៅខាងពួកគាត់ដែលបានឲ្យជាកាដូលើកទឹកចិត្តសភៅផងដែរឥឡូវយើងទៅនេះហើយមានតែដើរមើលស្តង់សភៅដើរក៏បានជួប idol របស់យើងបងម៉ាន់ដិតហើយនឹងបងម៉ាន់ដុតឥឡូវចុងក្រោយនេះ vlog ថ្ងៃ12ខែ12 2025របស់ខ្ញុំនេះគឺបានឈានចូលមកដល់ទីបញ្ចប់ហើយថ្ងៃហ្នឹងគឺខ្ញុំរវល់ខ្លាំងមែនតើហើយមានគ្រប់សពហ្មងអ្នកគ្នាអាចហៅខ្ញុំនារីពហុជំនាញក៏បានដែរមួយថ្ងៃហ្នឹងគឺជាថ្ងៃដែលល្អបំផុតសម្រាប់ជីវិតខ្ញុំហ្មងចុងក្រោយខ្ញុំចង់និយាយថាលទ្ធផលមិនក្បត់ការខំប្រឹងយើងទេស៊ូៗអ្នកគ្នាម៉ែចប់ RUPP ហើយ IFL មួយទៀត IFL ពេលនេះខ្ញុំក៏អរគុណដល់គ្រួសារខ្ញុំបងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នាដែលបានជួយ support ខ្ញុំរហូតមកហើយថ្ងៃនេះគឺជាថ្ងៃល្អដែលខ្ញុំបំភ្លេចមិនបានវាគឺជាកាដូមួយសម្រាប់ចូលឆ្នាំ2026ហើយឆ្នាំក្រោយថ្ងៃ8ខែ1គឺខ្ញុំចូលអាយុ17ឆ្នាំហើយអ្នកគ្នាបាយបាយ